ជំរាបសួរខ្ញុំឈ្មោះមិត្តចនាជាបុគ្គលិកបច្ចេកទេសរបស់ក្រុមហ៊ុន G សញ្ញាបាក3ថ្ងៃនេះគឺថ្ងៃទិវាស្រែបង្ហាញរបស់យើងដែលមានទីតាំងស្ថិតនៅភូមិសុភីឃុំសបួរស្រុករមៀហែកខេត្តស្វាយរៀងហើយស្រែនេះដែរយើងប្រើប្រាស់ប្រភេទពូជ OM5451 និងយើងប្រើ G បំពន់ប្រភេទស្រូវ1ស្រូវ2ហើយការប្រើប្រាស់ G បំពន់វគ្គ1យើងបាចនៅស្រូវអាយុ8ថ្ងៃទៅ12ថ្ងៃចន្លោះហ្នឹងយើងប្រើចំនួនលើផ្ទៃដីមហត្តាយើងប្រើចំនួន100គីឡូនិងបាច់វគ្គ2ស្រូវនៅអាយុ18ទៅ22ថ្ងៃយើងប្រើប្រាស់ជីចំនួន130គីឡូប្រភេទជីស្រូវ1ក្បាលក្បីស្រូវ1និងដល់ពេលវគ្គផ្ដាច់យើងចន្លោះអាយុពី38ទៅ45ថ្ងៃហើយយើងតាមដានសម្លេងកគួរបានន័យថាពេលដែលស្រែយើងចាប់ផ្ដើមបលើកគួរឬក៏ហៅថាសម្លេងហ្នឹងយើងតាមដានវាពេលណាឃើញវាពី1ទៅ3មីលីម៉ែត្រយើងចាប់ផ្ដើមបាច់ផ្ដាច់ហើយក្នុងនោះយើងប្រើប្រាស់ជីក្បាលក្បីស្រូវ2ចំនួន100គីឡូហើយតាមយើងសង្កេតឃើញថាស្រូវយើងមានការលូតលាស់បានល្អនិងទទួលបានទិន្នផលខ្ពស់ហើយជាចុងក្រោយបើបងប្អូនចង់បានជីដែលមានគុណភាពល្អកុំភ្លេចជីសញ្ញាក្បាលក្បីដែលចែកចាយដោយក្រុមហ៊ុនជីតាក់គ្រប់សូមអរគុណសូមជម្រាបលា